បន្តទៀតជាងកលេចមើលពីទាំងអស់គ្នាមកមានអីខ្លះពីរបស់យើង z ស្មើជាមួយនឹងដក4ដក 3e អញ្ចឹងយើងត្រូវពិនិត្យ a b ឲ្យបានច្បាស់ណា a របស់យើងប្រមាណ b យើងប្រមាណ a របស់យើងនេះអញ្ចឹង a របស់យើងស្មើនឹងដក4ហើយ b របស់យើងគឺស្មើនឹងដក3បាទអញ្ចឹងយើងគិតលេខចាប់ដើមគេបានមក a ស្មើរូបមន្តរបស់វាគឺ a ការ៉េបូក b ការ៉េតែ a យើងប្រមាណ a របស់យើងគឺដក4លើកឡើងជាការ៉េបូក b របស់យើងប្រមាណ b របស់យើងដក3លើកឡើងជាការ៉េបាន4ការ៉េបានប៉ុន្មាន4ការ៉េ4ការ៉េគឺ4គុណនឹង4បាន16សញ្ញាដកលើកឡើងជាការ៉េចេញបូកហើយបូក3ការ៉េបាន9ដកលើកឡើងជាការ៉េចេញបូកហើយអញ្ចឹងយើងអាចបូកវាបញ្ចូលគ្នាមកយើងបានរើសនៃ25យើងអាចចេញពីរ៉ាឌីការួចគឺបាន5បាទអញ្ចឹងដូចនេះ a វាស្មើជាមួយនឹង5 a ហ្នឹងគឺ model បាទ a ហ្នឹងគឺជា model តោះឥឡូវយើងបានបញ្ចប់ឧទាហរណ៍ទី2ហើយយើងមកតាមដានតាក់ទងជាមួយនឹងលេខរៀងទី3ម្ដងលេខរៀងទី3សិតរបស់យើងស្មើ12ដល់ 5e ចឹងដំបូងបំផុតកំណត់ a ហើយនឹង b ណាកំណត់ a ហើយនឹង b មកតែផ្ដាំឲ្យផ្ដាំទៀតអានេះយើងបែបយកទៅដាក់ធ្វើពេលធ្វើលំហាត់យើងគូអញ្ចឹងឯណាអត់គូអញ្ចឹងទេណាអានេះក៏អត់គូអញ្ចឹងដែរពេលធ្វើលំហាត់បាទអានេះខ្ញុំដាក់ឲ្យយើងចំណាំថា a វាមួយណា b វាមួយណា a គឺអត់មាន e ទេជាលេខអញ្ចឹងលេខ12គឺជា a ហើយb គឺជាមេគុណរបស់ e មេគុណរបស់ e របស់យើងគឺដក5តោះឥឡូវយើងចាប់ផ្ដើមរក model ទាំងអស់គ្នាបាទគេបានទាញរក model a វាតាមរូបមន្តគឺ a ការ៉េបូក b ការ៉េ a របស់យើងប្រមាណ a របស់យើងគឺ12អញ្ចឹងបាន12ការ៉េបូកb របស់យើងគឺដក5លើកឡើងជាការ៉េអញ្ចឹង12ការ៉េបានប៉ុន្មានកូនបាន144ណាហើយបូកដក5លើកឡើងជាការ៉េបាន25យើងសរុបវាបញ្ចូលគ្នាបូកលេខបញ្ចូលគ្នាមកណាបាន169បាទ69បាទ169បាន13ការ៉េចឹងយើងសាកលបងលមើលទៅប្រហែលជា13ណាអានេះវា9 6បាន13ការ៉េបាទត្រូវហើយអញ្ចឹងយើងចេញពីរ៉ាឌីកាល់បាន13បាទដូចនេះa របស់យើងស្មើនឹង13មួយទៀតដែលយើងចំណាំ a របស់យើងគឺអត់អាចអវិជ្ជមានទេវាអត់អាចអវិជ្ជមានទេវិជ្ជមានចំណិចព្រោះ a គឺជាប្រវែងណាបាទពេលខ្លះគេបន្លំយើងគេដាក់អវិជ្ជមាននៅក្នុងទម្រង់របស់យើងឲ្យយើងទៅសេទៅហើយចូលជាប់អវិជ្ជមានទៅខុសយើងដូចពួកអានេះចឹងណាតែយើងអត់យកសញ្ញាដកនឹងយកមកលើកឡើងជាការ៉េចាប់បដោយខុសបានបាទតោះឥឡូវយើងមើល4របស់យើងគឺ z វាស្មើនឹង1បូកជាមួយនឹង a ចឹងដំបូងកំណត់ a កំណត់ b ធ្វើម៉េចស្គាល់ a ស្គាល់ b ឲ្យបានច្បាស់ដើម្បីយើង
ងាយស្រួលក្នុងការប្រើតាមរូបមន្តរបស់វាបាទនេះ A របស់យើងនេះអត់មាន E គឺ1 B របស់យើងនេះពេលគុណរបស់ E ក៏1ដែរ1ដូចគ្នាបាទអញ្ចឹងយើងអាចទាញរោវាមកគេបានរូបមន្ត model Air ស្មើនឹងរឹសនៃ A ការ៉េបូក B ការ៉េបាទពេលខ្លះយើងទាំងអស់គ្នាតែសួរថាគ្រូបើអត់ដាក់អាហ្នឹងបានអត់ដាក់អារឹសនៃ A ការ៉េបូក B ការ៉េដាក់តលេខយកបានអត់បានអត់អីទេតែខ្ញុំដាក់នេះគឺដាក់ឲ្យបានច្រើនដងដើម្បីឲ្យយើងទាំងអស់គ្នាចាំរូបមន្តហ្នឹងតែម្ដងពេលដែលធ្វើលំហាត់បានច្រើនទៅចាំហ្មងបាច់ចាំនៅទិញទៀតណាបាទអញ្ចឹង A របស់យើងគឺ1ការ៉េបូកជាមួយនឹង B របស់យើងក៏1ដែរ1ការ៉េបាន1ការ៉េ1ការ៉េបានន័យថា1គុណនឹង1 1ម្ដង1នេះ1ម្ដង1បូកចូលគ្នាបាន2អញ្ចឹងយើងបានរឹសនៃ2ដូចនេះយើងអាចទាញបានថា A ស្មើនឹងរឹសនៃ2បាទនេះរបស់យើងបាទបញ្ចប់ហើយប៉ុណ្ណឹងបាទសុខសប្បាយសំណាងល្អបាទ